ជំរាបសួរអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបានឈ្មោះតារាថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយបង្ហាញអ្នកគ្នាពីរបៀប add នៅ bookmark អញ្ចឹងការ add នៅ bookmark គឺវាមានលក្ខណៈដូចជាឧទាហរណ៍ថាយើង search មាន Facebook ឬក៏ WC School ចេះអញ្ចឹងយើងប្រើ bookmark ដើម្បីងាយស្រួលយើងមិនចាំបាច់ search វែងឆ្ងាយអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ add bookmark តាក់ទងទៅនឹង YouTube អញ្ចឹងយើងមុនដំបូងខ្ញុំចូលកន្លែង setting នេះកន្លែង now bar នេះវាមានកន្លែងឲ្យយើងបើក setting bookmark អញ្ចឹងឃើញកន្លែងនេះវាមាននៅ bookmark ហើយយើងអាចចុច show កន្លែងនេះហើយវាបង្ហាញនៅbookmark ដែលយើងបាន add អំបញ្ញមិញគឺ file YouTube អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ add មួយទៀតទាក់ទងនឹង file WC School យើងគ្រាន់តែចុច click កន្លែងនេះមកវានឹងជាប់កន្លែងនេះវាអញ្ចឹងការប្រើប្រាស់ bookmark វាផ្ដល់ភាពងាយស្រួលត្រង់ថាឧទាហរណ៍យើងមើលកន្លែងហ្នឹងហើយយើងគ្រាន់ចុច click ទៅវាទៅដល់ page មួយផ្សេងទៀតដល់យើងមិនចាំបាច់ចុច tab មកតង់ទៀតហើយ search ទៅលើ link ណាមួយដែលយើងចំណាយពេលយូរទេអញ្ចឹងជាធម្មតាខ្ញុំប្រើប្រាស់នៅការ add bookmark ហ្នឹងគឺខ្ញុំមានបែងចែកវាជា folder ផ្សេងទៅដើម្បីឲ្យយើងងាយស្រួលបែងចែកថាវាថាសលើកិច្ចការអីមួយអញ្ចឹងទៅអញ្ចឹងខ្ញុំអាចលុបកន្លែងនេះសិនអញ្ចឹងដំបូងខ្ញុំអាច add folder មួយដាក់ឈ្មោះថា study អញ្ចឹងទៅដើម្បីបែងចែកយើងអាចដាក់ជាអីក៏បានដែរយើងអាចបែងចែកកិច្ចការសម្រាប់ឲ្យយើងធ្វើសម្រាប់personal របស់យើងអញ្ចឹងយើងអាចដាក់social media អញ្ចឹងទៅឧទាហរណ៍ចឹងបន្ទាប់ពីយើងអាច add នៅពីហ្នឹងហើយខ្ញុំគ្រាន់តែជាការឧទាហរណ៍របស់ខ្ញុំទេយើងអាច add folder មួយដើម្បីដាក់ file នៅក្នុងហ្នឹងបានច្រើនហើយវាមានរបៀបអត់សូវរញ៉េរញ៉ៃពេញថាសស្បើអញ្ចឹងទៅអញ្ចឹងដំបូងឧទាហរណ៍ថាខ្ញុំចង់ add WC School ហ្នឹងចូលទៅក្នុងbookmark ដែលមាននៅ folderចឹងខ្ញុំគ្រាន់ចូលកន្លែងនេះហើយចុច choose order ខ្ញុំបើកកន្លែងនេះមកហើយចូល study មកខ្ញុំចុច done ដល់មកឧទាហរណ៍ថានេះគឺវាតាក់ទង social media អញ្ចឹងទៅខ្ញុំគ្រាន់តែចុច bookmark កន្លែងនេះហើយជ្រើសរើសទៅលើ folder ណាមួយដែលខ្ញុំបានបែងចែកអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ add link មួយទៀតតាក់ទងទៅនឹង tutorial point អញ្ចឹងទៅឧទាហរណ៍ខ្ញុំចង់ add កន្លែងនេះតាក់ទងទៅនឹង study អញ្ចឹងទៅយើងគ្រាន់តែចូលកន្លែង bookmark ហ្នឹងហើយយើងឈូសកន្លែង study ហើយចុច done អញ្ចឹងខ្ញុំអាចឧទាហរណ៍ប្រាប់អ្នកគ្នាឧទាហរណ៍កន្លែងនេះខ្ញុំអត់ចង់ទៅហើយសូមបិទកន្លែង bookmark នេះទៅ setting bookmark
YouTube ចឹងហ្នឹងគាត់ចុចថា click តាមមក click ទៅចូលដល់ YouTube ហើយដល់យើងមិនចាំបាច់ទៅចុចមួយទៀត search ដាក់ថា YouTube ឬក៏អីផ្សេងទៀតទេអញ្ចឹងន័យថាយើងកន្លែងនេះវាអញ្ចឹងកន្លែងហ្នឹងវាមានភាពងាយស្រួលដល់យើងមិនចាំបាច់ search វែងឆ្ងាយអីច្រើនអញ្ចឹងហើយយើងចង់ចូលទៅកាន់ tutorial point អញ្ចឹងទៅអញ្ចឹងវាមានប្រកបភាពងាយស្រួលដែលយើងមិនចាំបាច់ចំណាយពេលយូរហើយឬក៏ចុច tab ពី3តង់ឲ្យយើងញ៉ៃតែបើយើងចង់ករណីចង់ចុចមក tab ទៀតប្រើនៅ link ណាដែលយើងចង់ចូលឬក៏តំណចូលវាបាទคลิกមក click ទៅវាអូតូវាផ្ដល់ភាពងាយស្រួលដល់យើងហើយបន្តមកខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបនៅការ export នៅ bookmark ដើម្បី import យកទៅប្រើប្រាស់វិញក្នុងករណីណាមួយយើងលុប browser នឹងចេញហើយយើង download វិញគឺវាអត់ store នៅ bookmark នឹងឲ្យយើងឃើញទេគឺ bookmark នឹងវាជាប់ជាមួយនឹង account របស់យើងទេអញ្ចឹងឧទាហរណ៍ថាខ្ញុំចូលទៅកាន់ setting bookmark សិនអញ្ចឹងនៅពេលយើង import យើង export bookmark ជា link HTML ហើយគឺយើងអាចយកទៅ export ប្រើនៅbrowser ផ្សេងទៀត browser ដូចផ្សេងទៀតអាច import ពី HTML នឹងប្រើប្រាស់បានសាក់ចូលទៅមួយកន្លែងនេះគឺមានកន្លែង export import ខ្ញុំ export bookmark មួយហើយដាក់កន្លែង desktop ខ្ញុំ save ហើយបន្តមកខ្ញុំគ្រាន់តែសាក់លុបនេះចេញអញ្ចឹងនៅពេលដែលយើងលុបទៅវាអត់ឃើញមាន bookmark ទេឃើញវាអត់មានទេអញ្ចឹងខ្ញុំនឹងសាក់បើកវាឡើងវិញវាមានទេអញ្ចឹងខ្ញុំប្រាប់ពីរបៀបមួយទៀតទាក់ទងទៅនឹង import bookmark ហើយគេចូល line bookmark ហ្នឹងមកបាទនៅក្នុងជ្រោមភាគច្រើនគឺមានកន្លែងឲ្យយើងជ្រើសរើសសម្រាប់សូទៅលើ bookmark នឹងរហូតអត់ឬក៏អត់សូទៅលើ bookmark នៅលើ taskbar នឹងរហូតទេវាមានឲ្យយើងជ្រើសរើសតែនៅក្នុង Opera នេះគឺវាអត់មានបង្ហាញចឹងទេពេលយើងthíchទៅវានឹងបង្ហាញអូតូរហូតមកឥឡូវខ្ញុំចូលទៅលើ import កន្លែងនេះមាន browser មាន save ចឹងទៅមានជ្រោមអញ្ចឹងក៏ប៉ុតជ្រោមរបស់យើងមាន add bookmark ហើយឬក៏ browser ផ្សេងៗដូចវាបង្ហាញលើនេះមាន add bookmark យើងអាច import តពីជ្រោមអីផ្សេងៗក្នុងហ្នឹង browser ផ្សេងៗក្នុងហ្នឹងបានតែខ្ញុំពិចារណាខ្ញុំប្រើកន្លែងនេះដើម្បីវាងាយស្រួលសម្រាប់ខ្ញុំប្រើប្រាស់លើក្រោយហើយខ្ញុំ export ប្រើឲ្យ import ចូលប្រើវិញអញ្ចឹងយើងចូលឈូសកន្លែង link កន្លែងនេះយើងចុច select ទៅលើ HTML ដែលយើងធ្លាប់បាន import មុនហ្នឹងហើយយើង open មកវាដល់ហើយអញ្ចឹងអ្នកនរគ្នាមើលឃើញគឺមានអ្វីដែលខ្ញុំធ្លាប់ add ពីមុនហើយកន្លែង import text ហ្នឹងវាគឺអានេះដោយសារតែខ្ញុំធ្លាប់លុបចោលធុងសម្រាមហើយយើង export ទៅវាចេញនៅក្នុងត្រាស់ហ្នឹងដែរអញ្ចឹងកន្លែងហ្នឹងយើងអាចលុបវិញបានកន្លែងដែលយើងមើលទៅវារញ៉េរញ៉ៃអីចឹងចូលទៅកាន់ bookmark ហើយយើងចុចខ្វែងចោលហើយចូលកន្លែងត្រាស់នេះយើងអាចលុបអ្វីដែលយើងចង់លុបចោលរហូតដើម្បីកុំឲ្យ export ទៅវាដោយអាហ្នឹងទៀតអញ្ចឹងកន្លែងនេះឧទាហរណ៍ថាខ្ញុំចង់ចូលទៅកាន់ YouTube អញ្ចឹងខ្ញុំអាចឧទាហរណ៍មួយទៀតទាក់ទងទៅនឹងប្រើ
ជ្រុំមួយទៀតឧទាហរណ៍ដូចជា browser .go ឬក៏យើងអាចប្រើ browser ផ្សេងទៀតដូចជា Chrome ឬក៏ Brave ឬក៏ Firefox អីផ្សេងបានដើម្បី import នៅ bookmark ហ្នឹងបាននៅកន្លែងនេះវាមាន import bookmark ឲ្យយើងឃើញមកស្រាប់អញ្ចឹងវាស្រួលឬក៏យើងអាចចូលមើលកន្លែងនេះបានវាមាននៅ bookmark ហើយយើងចូលកន្លែង import bookmark នេះមកឬក៏ចូលកន្លែង manage bookmark នេះវាចេញមកទាំងអស់អាច import bookmark មកហើយយើងចូលទៅកាន់ HTML file ហើយ select ទៅលើ file លើ desktop ដែលខ្ញុំបាន export មុនហ្នឹងហើយចុច next ចុច send ដាក់ចឹងកន្លែងហ្នឹងគឺវានឹងបង្ហាញឲ្យយើងឃើញហើយនេះអ្វីដែលយើងអាច save ពីមុនហ្នឹងចឹងហើយខ្ញុំចង់ចូលតទៅនឹង tutorial point វានឹងចូលទៅកាន់ tutorial point ចង់ចូលទៅកាន់ WC School វានឹងចូលទៅកាន់ WC School អញ្ចឹងការប្រយោជន៍របស់ខ្ញុំវាចាប់ប៉ុណ្្នឹងហើយអញ្ចឹងបើសិនមកមានកំហុសខុសឆ្គងនៅពាក្យសម្ដីណាមួយសូមខន្តីអភ័យទោសផងសង្ឃឹមថាអ្នកទាំងអស់គ្នាមើលហើយនឹងទទួលបាននូវចំណេះដឹងថ្មីមួយសម្រាប់ប្រើប្រាស់ទៅក្នុងសម័យ technology នេះ